សាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រាប់ចក្ខុវិស័យកម្ពុជា2050 រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ញកោដំណាក់កាលទី1ដែលមានស្នូលនៃយុទ្ធសាស្ត្រការកែតម្រង់និងការពង្រឹងអភិបាលកិច្ចដោយបានបញ្ចូលការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុជាមុំទី5នៃបញ្ចកោណទី5ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលដែលមានគោលដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា2023-2028នៅឆ្នាំ2024អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារហៅកាត់ថា អសហ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ2024-2028ដែលមានចក្ខុវិស័យអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដោយផ្អែកលើការជំរុញការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីរួមវិភាគទានជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកដើម្បីសម្រេចចក្ខុវិស័យខាងលើផែនការយុទ្ធសាស្ត្រនេះកំណត់បេសកកម្មរបស់អសហគឺដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពអនុលោមតាមគោលនយោបាយយុទ្ធសាស្ត្រច្បាប់និងលិខិតបទកថាគតិយុត្តិធម៌ព្រមទាំងបទពិសោធន៍ឧត្តមមានុវត្តន៍និងនិន្នាការអន្តរជាតិក្នុងតំបន់និងពិភពលោកដែលមានសមានគតិភាពជាមួយនឹងបរិការកម្ពុជាដើម្បីបម្រើឲ្យចក្ខុវិស័យនិងបេសកកម្មដែលបានកំណត់ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារតាមរយៈការបង្កើនល្បឿននៃការធ្វើ Digital ភាវូបនីយកម្មលើកកម្ពស់បរិយាបន្នភាពជឿទុកចិត្តនិងនាវានុវត្តន៍នៃការផ្ដល់និងការទទួលបាននូវសេវាហិរញ្ញវត្ថុមិនមែនធនាគារដើម្បីសម្រេចបានចក្ខុវិស័យបេសកកម្មនិងគោលបំណងខាងលើផែនការយុទ្ធសាស្ត្រនេះកំណត់យកគោលដៅចំនួន4គឺ1. អភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល2. អភិវឌ្ឍថ្នាលឌីជីថលគ្រឹះ3. ជំរុញការប្រើប្រាស់និងអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ4. ជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផែនការយុទ្ធសាស្ត្រនេះមានវិសាលភាពគ្របដណ្ដប់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រងនិងសោធនឯកជនមូលបត្រសន្តិសុខសង្គមបុរៈធនបាលកិច្ចគណនេយ្យនិងសវនកម្មនិងអចលនវត្ថុបញ្ចាំនិងប្រតិភពដោយអនុបទានព្រមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀតដែលរួមបញ្ចូលនូវហិរញ្ញវត្ថុវិមជ្ឈការនិងបច្ចេកវិទ្យាដែលកំពុងលេចឡើងដែលអាចមានអន្តរសកម្មជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងវិស័យពាក់ព័ន្ធផ្សេងទៀតការដាក់ចេញនូវយុទ្ធសាស្ត្រនេះគឺជាកិច្ចការដ៏មានសារៈសំខាន់របស់អសហក្នុងការកសាងផែនការយុទ្ធសាស្ត្រជាក់លាក់របស់ខ្លួនដែលឯកសារនេះនឹងក្លាយជាក្របខ័ណ្ឌរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារជាពិសេសការអនុវត្តផែនការយុទ្ធសាស្ត្រនេះនឹងផ្ដល់អត្ថប្រយោជន៍ជាតេបរមាដល់គ្រប់តួអង្គសង្គមជាមួយនឹងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព